បាទជំរាបសួរបងប្អូនអ្នកខេត្តសៀមរាបយើងទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងការងារជាចំឡើងវិញនៅការ៉ាសាំងតេឡាហើយការ៉ាសាំងនេះផងដែរគឺបានផ្លាស់ទីពីផ្សារតាមាន់ដោយទទួលរងនៅការវិបហារបស់ផ្ទះលេខ2យើងនេះគឺមកឈរជើងនៅទីនេះអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលធ្វើដំណើរឆ្លងកាត់កុំភ្លេចជួយមកគាំទ្រឬក៏ចាក់ប្រេងអន្តរៈផងបើសិនជាបងប្អូនមកពីខាងនោះគឺមកពីរង្វង់មូលការរំដួលហើយខាងនេះចេញពីរង្វង់មូលព្រៃគុយអញ្ចឹងទីតាំងស្ថានីយ៍របស់យើងគឺនៅចំកណ្ដាលហ្នឹងតែម្ដងអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការចាក់សាំងឬក៏ចាក់ម្សុទ្ធហើយឥឡូវនេះគឺយើងបានថែមជាមួយនឹងឈុតវាថែមទៀតដែលយើងបានផ្លាស់ទីចេញពីក្រាស់នៅតាមាន់ដោយទទួលរងការវាយប្រហារលើកទី2យ៉ាងធ្ងន់ហ្នឹងគឺអាចបន្តដាក់លក់ពេញទៀតបានទេអញ្ចឹងឥឡូវនេះគឺយើងផ្លាស់ប្ដូរមកទីតាំងថ្មីគឺឈរជើងនៅទីនេះឯងអញ្ចឹងបើសិនជាបងប្អូនបានធ្វើដំណើរឆ្លងកាត់កុំភ្លេចជួយមកគាំទ្រក្រាស់សាំងយើងនេះផងព្រោះឆាប់នេះគឺយើងមានដំឡើងជាមួយនឹងឈុតហ្គាសខាងនេះអាចពុតពងជូនពុកម៉ែបងប្អូនបានហើយអញ្ចឹងបច្ចុប្បន្នមួយថ្ងៃពីរនេះគឺយើងមានតែសាំងហើយនឹងម្សុទ្ធទេហើយឥឡូវនេះក្រុមការងារយើងបានរៀបចំបានខ្លះហើយហើយនេះការងារទូរបស់យើងរងចាំតែប្រព័ន្ធនយោបានធ្វើតេស្តរួចរាល់អស់យើងហៅទឹកហ្គាសចូលគឺយើងទៅចូលជាមួយទូអាចដាក់លក់បានតែម្ដង